ยังไงบางคนเนี่ยยังนองគ្នាដុតត្រីអប់ទៅដល់កូឆៅចាអញ្ចឹងមុននឹងចាប់ដើមគឺយើងត្រូវតែប្រឡាក់ត្រីជាមួយនឹងចារឌីយើងដាក់រឌីចូលប្រឡាក់ត្រីទៅសាសុបយើងដាក់តិចមកបានហើយទឹកត្រីគឺយើងដាក់មួយស្លាបព្រាបន្តមកគឺយើងដាក់ប្រេងខ្យងមួយស្លាបព្រាបាយតោះយើងចាប់ដើមច្បល់ប្រឡាក់ត្រីយើងចូលជាតិល្អពេលយើងប្រឡាក់ត្រីចូលជាតិល្អហើយគឺយើងទុកមួយផ្លែសិនប្រហែលជារយៈពេល10នាទីបន្តមកទៀតគឺយើងមានឆ្នាំងមួយស្អាតហើយយើងចាប់ដើមរៀបគ្រឿងរបស់យើងចូលមានដូចជាស្លឹកក្រូចសើចចាយើងដាក់ក្រូចសើចនេះក្របបានចាតមកពលត្រីចាបន្តមកទៀតគឺរំដេងចាតមកយើងរៀបបន្លែចូលគឺស្ពៃក្តោបពេលយើងដាក់ស្ពៃក្តោបហើយគឺយើងដាក់ត្រីចូលត្រីដែលយើងប្រឡាក់ផ្អាប់ប្រហែលជា10នាទីហ្នឹងយើងដាក់ចូលចាពេលយើងដាក់ហើយគឺស្ពៃក្តោបបន្លែរបស់យើងសម្បកដែលសេសនគឺយើងយកមកគ្របគ្រប់ជាតិចាគឺយើងគ្របចិត្តបែបហ្នឹងបន្តមកគឺយើងយកទៅដាក់លើចង្ក្រានហើយបើកទៅច្បាស់តោះទៀតគឺយើងដាំរហូតដល់តែរីងទឹកតែវាចេញពីស្ពៃជាមួយនឹងត្រីហ្នឹងរីងហើយយើងចាប់ដើមចាក់ខ្លាំងចូលបងប្អូនចាឥឡូវចាប់ដើមរីងទឹកហើយគឺបងប្អូនចាក់ខ្លាំងចូលយើងចាក់ខ្លាំងជុំវិញចាក់មកល្មមមកច្រើនពេកទេចាក់មកមកខ្លាំងពេលយើងចាក់ខ្លាំងចឹងហើយយើងចាប់ដើមបិទម្ដងពេលបិទម្ដងហើយគឺបងប្អូនទុករយៈពេល10នាទីចាឥឡូវ10នាទីផុតហើយគឺយើងចាប់ដើមចាក់ដាក់កូនចូលចាដាក់កូនឆៅហើយចាប់ដើមចាក់ចូលចាក់ចំលើដល់ចាក់នេះចាបន្តមកគឺយើងធ្វើការគ្របវិញចាពេលយើងគ្របវិញយើងទុកពេលរយៈពេល15នាទីហើយ5នាទីក្រោយគឺឆ្អិនហើយហូបទៀតចាឥឡូវបងប្អូនហូបរបស់យើងគឺឆ្អិនហើយអញ្ចឹងយើងហ្នឹងហើយយើងអាចដួសដាក់ចានហើយយើងយកទៅញ៉ាំជាមួយទឹកត្រីកោះកុំបងប្អូនឆ្ងាញ់